ដើមនៅសាច់រឿងយើងគឺបានឃើញជាមួយនឹងអ៊ីពូហើយនិងតាកាមូរ៉ាដែលនៅពេលនេះពួកគេទាំងពីរគឺបានមកទស្សនានៃការប្រកួតរបស់ម៉ាយាតានៅពេលដែលពួកគេដើរតាមផ្លូវហ្នឹងគឺឃើញថាមានមនុស្សច្រើនខ្លាំងមែនទែនដែលគេស្គាល់ទៅកាន់តាកាមូរ៉ាដោយសារតែគាត់គឺជាតារាល្បីនៅពេលហ្នឹងយើងគឺបានឃើញជាមួយនឹងមនុស្សស្រីពីរនាក់ដែលពួកគេក៏បាននិយាយអំពីអ៊ីពូផងដែរនៅពេលហ្នឹងអ៊ីពូគាត់ក៏បានគិតថាប្រហែលជាពួកគេចាប់អារម្មណ៍មកកាន់គាត់ហើយមើលទៅនៅពេលដែលពួកគេទាំងពីរចូលទៅដល់ក្នុងសង្វៀនប្រកួតគ្នាគឺឃើញថាមិនមែនដល់គូម៉ាយាតានោះទេគឺគេរាប់ពីគូទី1គូទី2ចឹងទៅនៅពេលហ្នឹងក៏មានជាមួយនឹងក្មេងស្រីម្នាក់ដែលនាងគឺបានធ្វើជាមួយនឹងក្រដាសអង្គុយតុរបស់នាងហ្នឹងត្រូវបានជ្រុះនៅពេលដែលអ៊ីពូបានសម្លឹងមើលមុខរបស់នាងទើបគាត់ដឹងថាគឺជាក្មេងស្រីដែលគាត់បានជួបតាំងពីប្រហែលអេពីសូតមុនហ្នឹងបាននិយាយស្រួលស្ដាប់ទៅគឺជាមនុស្សស្រីដែលគាត់រួចស្រឡាញ់នឹងឯងនៅពេលដែលតាកាមូរ៉ាបានឃើញអ៊ីពូផ្លឹកបែបនេះគាត់ក៏បានសួរទៅកាន់អ៊ីពូថាម្នាក់ហ្នឹងគឺជាម៉ែថែរបស់ឯងមែននៅពេលនោះក្មេងស្រីម្នាក់ហ្នឹងក៏បានសួរទៅកាន់អ៊ីពូថាតើនាងចង់សួរមួយថាតុកលេខ 18D ហ្នឹងនៅខាងណាវិញនៅពេលហ្នឹងអ៊ីពូគាត់ក៏បានអោនមើលនៅលេខតុករបស់គាត់ផងដែរដែលលេខតុករបស់គាត់ហ្នឹងគឺមានលេខ19ប៉ុន្តែអ្វីដែលចម្លែកហ្នឹងដោយសារតែខោរបស់គាត់គឺភ្លេចឬតអញ្ចឹងមានន័យថាក្មេងស្រីម្នាក់ហ្នឹងគឺអង្គុយនៅជិតគាត់នឹងឯងនៅពេលហ្នឹងគឺធ្វើឲ្យតាកាមូរ៉ាគាត់ពិតជាអត់សម័យខ្លាំងណាស់រួចគាត់ក៏បាននិយាយទៅកាន់អ៊ីពូថានេះវាគឺជាល្បិចតាក់ស្រីរបស់ឯងមែនមើលទៅគួរឲ្យចាប់អារម្មណ៍មែននៅពេលហ្នឹងអ៊ីពូគាត់ក៏បានកាត់ទៅដល់នៅពេលដែលគាត់ដើរចូលមកក្នុងផ្សារទំនើបនេះផងដែរដែលឃើញថាគឺមានមនុស្សស្រីបានសាច់មកកាន់គាត់ហើយនៅពេលហ្នឹងអ៊ីពូគឺគាត់ដឹងខ្លួនតែម្ដងពួកគេមើលមកកាន់គាត់ដោយសារតែគាត់គឺភ្លេចឬខោនឹងឯងបន្ទាប់មកការប្រកួតរបស់ម៉ាយាតាគាត់ឈានចូលមកដល់ហើយគឺយើងឃើញថាម៉ាយាតាគាត់ពិតជាមានហ្វេនច្រើនខ្លាំងណាស់ជាពិសេសគឺជាមនុស្សស្រីតែម្ដងគ្រាន់តែគាត់ឡើងមកដល់លើសាយវានភ្លាមគឺឮសលេងមនុស្សស្រីស្រែកហៅឈ្មោះគាត់ពេញហ្នឹងហើយអ៊ីពូគាត់ក៏បានគិតថាបើសិនជាមនុស្សស្រីហ្វេនរបស់ម៉ាយាតាច្រើនបែបហ្នឹងតើក្មេងស្រីដែលអង្គុយនៅជិតគាត់នាងគឺជាហ្វេនរបស់ម៉ាយាតាដែរឬអត់ប៉ុន្តែមើលទៅកាន់នាងហាក់ដូចជាមិនជ្រួលជ្រើមតទេសោះនៅពេលដែលម៉ាយាតាឈានចូលមកដល់ហើយខ្ញុំក៏សុំទោសផងដែរចំពោះសំឡេងដោយសារតែខ្ញុំផ្ដាសាយនិយាយទៅពេលបើកមាត់និយាយទៅវាចិត្តទៅហូរស្បោអញ្ចឹងណាគូប្រកួតដែលគេត្រូវប៉ះជាមួយនឹងម៉ាយាតាដែលគេមានឈ្មោះថាតាការ៉ាហើយនៅពេលហ្នឹងលោកគ្រូរបស់គេក៏បាននិយាយប្រាប់ទៅកាន់តាការ៉ាថាម៉ាយាតាគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តប្រើល្បឿនអញ្ចឹងហើយឯងគួរតែខាំងគាត់ដើម្បីកុំឲ្យគាត់ប្រើល្បឿនបានឯសោះបើសិនជាយល់ល្អគឺវាយសម្ដែងទៅកាន់ពោះរបស់គាត់ទៅចំណែកឯលោកប៉ារបស់ម៉ាយាតាគាត់ក៏បាននិយាយប្រាប់ទៅកាន់ម៉ាយាតាផងដែរដែលគាត់បាននិយាយថាគូប្រកួតរបស់ម៉ាយាតាគឺគាត់គឺជាអ្នកប្រើប្រាស់នៅ close range អញ្ចឹងហើយគួរតែប្រយ័ត្នផង close range ហ្នឹងរបៀបថាបែបវាយបុកអញ្ចឹងណាវាយសម្រុកអញ្ចឹងទៅនៅពេលដែលពួកគេទាំងពីរចាប់ផ្ដើមប្រយុទ្ធគ្នាតាការ៉ាគាត់ក៏បានស្ទុះទៅកាន់ម៉ាយាតាមុនប៉ុន្តែធ្វើឲ្យគាត់គឺសង្ហាចិត្តតែម្ដងដែលម៉ាយាតាគាត់គឺមិនបានហក់លោតនោះទេនៅពេលដែលឃើញបែបហ្នឹងគឺធ្វើឲ្យអបតាការ៉ាហ្នឹងគាត់ពិតជាពិបាកសម្រេចចិត្តខ្លាំងណាស់ថាគាត់គួរតែចូលវាយឬក៏ដកថយបើសិនជាម៉ាយាតាគាត់អត់លោតអញ្ចឹងគាត់គឺមិនអាចចាប់ទីតាំងរបស់ម៉ាយាតាបានទេប៉ុន្តែគេគឺគ្មានជំរឿននោះទេគេក៏បានវាយទៅកាន់ម៉ាយាតាពី3ដៃរួចក៏បានហក់ទៅអោបគាត់តែម្ដងនៅពេលដែលឃើញបែបហ្នឹងម៉ាយាតាគាត់គឺមិនឲ្យចាញ់ចិត្តគាត់ក៏បានស្ទុះទៅអោបអប៉ែហ្នឹងដូចគ្នាហើយយើងគឺពិតជាដឹងហើយថាអប៉ែហ្នឹងគឺគាត់គឺប្រើជាមួយនឹង close range អញ្ចឹងហើយគាត់ក៏បានប្រើនៅ Dam0 វាយសម្រុកទៅកាន់ម៉ាយាតាតែម្ដងហើយគាត់ក៏អាចសោកម៉ាយាតាមកដៃចំពោះផងដែរត្រឹមតែមួយដៃរបស់ម៉ាយាតាតែប៉ុណ្ណោះអប៉ែហ្នឹងគឺមិនអាចទប់បាននោះទេហើយជ័យជំនះមួយនេះក៏បានឈ្នះមកកាន់ម៉ាយាតាផងដែរចំណែកឯអ៊ីពូគាត់គឺពិតជាសរសើរទៅកាន់ម៉ាយាតាខ្លាំងណាស់ដោយសារតែគាត់គឺពិតជាចិត្តស្ងប់ខ្លាំងមែនតើនៅក្នុងការប្រយុទ្ធរបៀបថាគាត់គឺអត់មានការខឹងឆេវឆាវអីទេទោះជាគេវាយគាត់ច្រើនដៃយ៉ាងណាក៏ដោយគាត់រោត្រឹមតែអាការល្អដាក់តែមួយដៃឈ្នះតែម្ដងសាច់រឿងក៏បានកាន់មកកាន់ក្លឹបរបស់លោកតាវិញដោយសារតែជ័យជំនះរបស់អ៊ីពូជាមួយនឹងជេសុនអញ្ចឹងមានន័យថាអ៊ីពូគឺគាត់ឡើងឋានៈមកឋានៈទៀតហើយឥឡូវនេះវាគឺចាប់ផ្ដើមឡើងទៅដល់កម្រិតខ្ពស់ទៅហើយអញ្ចឹងហើយអ្នកដែលវាយក៏ខ្លាំងតាមនឹងដូចគ្នានៅពេលហ្នឹងហ្វូជីមីគាត់ក៏បានយកនៅកសែតប្រដាល់មួយដើម្បីឲ្យអ៊ីពូមើលដោយនៅក្នុងកសែតមួយនោះគឺបង្ហាញអំពីបុរសម្នាក់ដែលអប៉ែហ្នឹងហ្វេនស្រីក៏មិនចាញ់ម៉ាយាតាដូចគ្នាដែលអប៉ែហ្នឹងគេពិតជាសង្ហាខ្លាំងណាស់ជាពិសេសគេគឺជាជើងឯកថែមទៀតអញ្ចឹងហើយមនុស្សស្រីគឺស្រឡាញ់គេច្រើនខ្លាំងមែនតើចំណែកឯគីម៉ារ៉ាអូហ្គីហើយនិងតាកាមូរ៉ាវិញគ្រាន់តែឃើញមុខអប៉ែហ្នឹងភ្លាមគឺច្រេញតែម្ដង
បើសិនជាយើងនិយាយស្រួលស្ដាប់ទៅដោយសារតែពួកគេទាំង3គឺចំណែកនឹងឯងដោយបរិមម្នាក់នឹងផងដែរដែលគេមានឈ្មោះថាហាកាមីមូលហេតុដែល Fujimi ឲ្យអ៊ីពូមើលជាមួយនឹងវីដេអូមួយនេះដោយសារតែគាត់ខ្លាចអ៊ីពូនឹងប៉ះជាមួយនឹងអាប៉ែហ្នឹងអញ្ចឹងហើយគួរតែមើលស្នៀតរបស់គេឲ្យហើយទៅហើយខ្ញុំគឺនិយាយប្រាប់ឲ្យហើយទៅថាអាប៉ែហ្នឹងក៏ខ្លាំងមិនធម្មតាដូចគ្នានិយាយទៅសូម្បីតែគូប្រកួតរបស់អាប៉ែហ្នឹងក៏ច្រែងទៅកាន់អាប៉ែហ្នឹងផងដែរដោយសារតែគេមានស្រីច្រើនណោះគ្រាន់តែចាប់ផ្ដើមការប្រកួតភ្លាមប្រូម៉ុងកែម្នាក់នេះគាត់ក៏បានស្ទុះចូលទៅវាយគេមួយដៃតែម្ដងត្រូវតែម្ដាយរបស់ប្រូម៉ុងកែបសោះមើលទៅកាន់អាប៉ែហ្នឹងដូចជាមិនអាចទប់បានទេនិយាយទៅមើលធ្វើដូចជេរអញ្ចឹងប៉ុន្តែតាមពិតទៅមិនមែនហាកាមីគឺគាត់អន់ទេដោយសារតែគាត់គឺលួសទៅឲ្យដៃគូរបស់គាត់និយាយទៅគាត់គឺពិតជាមានល្បឿនលឿនខ្លាំងមែនទែនគាត់គឺអាចគេចអំពីក្តាប់ដៃរបស់ប្រូម៉ុងកែបហ្នឹងបានគ្រប់ក្តាប់ដៃទាំងអស់ហ្នឹងនៅពេលហ្នឹង Fujimi គាត់ក៏បាននិយាយថាឲ្យអ៊ីពូគាត់សង្កល់កន្លែងនេះឲ្យហើយទៅឥឡូវគឺគេលេងមែនទែនហើយហាកាមីគាត់ក៏បាននិយាយថានៅពេលនេះវេនរបស់គាត់ម្ដងហើយបន្ទាប់ពីត្រូវស៊ីក្តាប់ដៃរាប់រៀងក្តាប់ដៃរបស់ប្រូហាកាមីយើងឃើញថាប្រូម៉ុងកែបគាត់គឺត្រូវបានចាញ់បាត់ទៅហើយនេះហើយគឺជាមូលហេតុដែល Fujimi គាត់ចង់ឲ្យអ៊ីពូប្រយ័ត្នជាមួយនឹងអាប៉ែហ្នឹងមិនយូរមិនឆាប់ទេអ៊ីពូគាត់នឹងត្រូវប៉ះគ្នាជាមួយនឹងអាប៉ែហាកាមីហ្នឹងហើយដោយហាកាមីគេគឺបានដាក់អាហារសនាមឲ្យគាត់ថាកំភ្លើងខ្លីនៅពេលដែលអ៊ីពូត្រឡប់ទៅផ្ទះវិញគាត់ក៏បាននឹកឃើញទៅដល់ស្នៀតរបស់អាប៉ែហ្នឹងផងដែរដោយគេគឺពិតជាមានល្បឿនដៃលឿនខ្លាំងមែនទែនប៉ុន្តែនៅពេលហ្នឹងពួករបស់អ៊ីពូក៏ចាប់ផ្ដើមកោតែម្ដងហើយគាត់ក៏ស្វែងចិត្តថាចូលទៅទិញនំប៉័ងញ៉ាំមួយផ្លេតទៅហើយគឺចៃដន្យខ្លាំងមែនតើអ្នកលក់នំប៉័ងហ្នឹងគឺជាក្មេងស្រីម្នាក់ដែលអ៊ីពូបានឃើញនៅក្នុងការប្រកួតហ្នឹងឯងនៅពេលហ្នឹងអ៊ីពូគាត់ក៏រៀងខ្មាស់នាងផងដែរដែលថាគាត់ទៅមើលបណ្ដាលផ្លេចរឺតខោប៉ុន្តែគាត់ក៏គិតថាប្រហែលជានាងផ្លេចបាត់ហើយមើលទៅនៅពេលដែលគាត់តែងរួចហើយនាងក៏បាននិយាយប្រាប់មកកាន់គាត់ថាបើសិនជាវាឆ្ងាញ់សូមឲ្យគាត់មកម្ដងទៀតនៅពេលណាក៏បានដែរតែរឿងក៏បានកាត់ពេលដែលអ៊ីពូត្រឡប់មកដល់ផ្ទះវិញម៉ាក់របស់គាត់ក៏បានប្រាប់មកកាន់គាត់ថាតាកាមូរ៉ាបានទេមកកាន់គាត់នៅពេលដែលគាត់បាននិយាយតាកាមូរ៉ាបាននិយាយថាថ្ងៃស្អែកយើងនឹងទៅទ្រីសនៅឯសមុទ្ររបៀបថាយើងទ្រីសផងហើយយើងលេងទឹកផងចឹងទៅដំបូងឡើយអ៊ីពូគាត់គឺមិនចង់ទៅនោះទេដោយសារតែគ្មានអ្នកណាគេជួយកិច្ចការម្ដាយរបស់គាត់នៅពេលហ្នឹងម៉ាក់របស់គាត់ក៏បានធ្វើនៅសញ្ញាផងដែរដែលចង់បញ្ជាក់ថាកូនគឺអាចទៅបានដែលធ្វើឲ្យអ៊ីពូគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលនេះគឺគាត់មានពេលវេលាជាមួយនឹងមិត្តភ័ក្តិរួមក្រុមរបស់គាត់ហើយផ្ដើមនៅសាច់រឿងមកហ្នឹងយើងគឺបានឃើញជាមួយនឹងអ៊ីពូនៅពេលនេះគាត់កំពុងតែធ្វើដំណើរទៅជួបតាកាមូរ៉ាដោយសារតែម្សិលមិញហ្នឹងតាកាមូរ៉ាបានទេប្រាប់មកកាន់អ៊ីពូថាពួកយើងនឹងទៅទ្រីសនៅឯសមុទ្រនៅពេលដែលគាត់កំពុងតែធ្វើដំណើរគាត់ក៏បានជួបគ្នាជាមួយនឹងក្មេងស្រីម្នាក់ដែលទៅមើលបដាល់ជាមួយនឹងគាត់ផងដែរនៅពេលដែលពួកគេទាំង4នាក់ធ្វើដំណើរទៅកាន់សមុទ្រយើងឃើញតាកាមូរ៉ាហើយនឹងគ្នារបស់គាត់ទាំង2នាក់ទៀតហ្នឹងគឺពិតជាចូលចិត្តមើលទៅកាន់ស្រីស្អាតខ្លាំងណាស់នៅពេលដែលពួកគេកំពុងតែផ្លាស់កៅអៅអ៊ីពូគាត់ក៏បានសួរទៅកាន់ពួកគេថាក្រែងពួកយើងមកទ្រីសនៅឯកន្លែងហ្នឹងអីហេតុអ្វីបានជាពួកគេពាក់ជាមួយនឹងឯកសណ្ឋានហែតឹងអញ្ចឹងហើយគីមូរ៉ាគាត់ក៏បាននិយាយថាពួកយើងនៅពេលថ្ងៃនឹងចំណាយពេលវេលានៅឯសមុទ្រប៉ុន្តែនៅពេលយប់ពួកយើងនឹងចំណាយពេលវេលានៅក្នុងការហ្វឹកហាត់ហើយគាត់ក៏បាននិយាយទៀតថាមិនចាំបាច់ព្រួយបារម្ភទេធ្វើអ្វីឲ្យតែសប្បាយទៅនៅពេលដែលតាកាមូរ៉ាអូគីហើយនិងគីមូរ៉ាពួកគេតលេងទឹកអស់អ៊ីពូគាត់គឺមិនបានតលេងជាមួយនឹងពួកគេនោះទេគាត់ក៏សម្រេចចិត្តថាដេកដើម្បីយកកម្លាំងវិញប៉ុន្តែនៅពេលដែលគាត់កំពុងតែដេកសុកគាត់ក៏បានឮជាមួយនឹងសលេងរុកតាដែលគាត់បាននិយាយឲ្យអ៊ីពូឆាប់ក្រោកឡើងនៅពេលហ្នឹងស្រាប់តលេងចេញជាមួយនឹងហាកាមីគាត់ក៏បានប្រើនៅក្តាប់ដៃរយប៉ុនរបស់គាត់នឹងវាយទៅកាន់អ៊ីពូតែម្ដងនៅពេលដែលអ៊ីពូកលេចមើលក្រោយគាត់ក៏បានឃើញជាមួយនឹងម៉ាយ៉ាតាប៉ុន្តែនៅពេលនេះម៉ាយ៉ាតាគឺមិនចង់និយាយរកគាត់ទេហើយគាត់ក៏បានដើរចាក់ចេញនៅពេលដែលអ៊ីពូគាត់ក្រោកអំពីសម្បត្តិរបស់គាត់វិញគឺឃើញថានៅពេលនេះគឺចាប់ផ្ដើមល្ងាចបាត់ទៅហើយនៅពេលល្ងាចពួកគេទាំង4នាក់ក៏បានហ្វឹកហាត់ជាមួយនឹងការរត់ប៉ុន្តែអ៊ីពូគឺគាត់ចាប់អារម្មណ៍ថាពួកគេទាំង3នាក់គឺពិតជារត់លឿនខ្លាំងណាស់គាត់គឺមិនអាចតាមពួកគេបានទេនៅពេលដែលពួកគេហ្វឹកហាត់រួចហើយពួកគេក៏សម្រេចចិត្តថាឡើងទៅលើភ្នំដោយសារតែជំរំរបស់ពួកគេគឺនៅលើភ្នំនឹងឯងនៅពេលដែលពួកគេឡើងទៅដល់គឺមិនតាន់ឈប់ត្រឹមនឹងនោះទេពួកគេនៅតែហ្វឹកហាត់បន្តទៀតថ្ងៃស្អែកក៏បានមកដល់នៅពេលនេះអ៊ីពូគាត់ត្រូវតែហ្វឹកហាត់ជាមួយនឹងគីមូរ៉ាដែលគីមូរ៉ាបាននិយាយថាហាហ្គាមីគឺគាត់មានល្បឿនលឿនអញ្ចឹងហើយអ៊ីពូគួរតែមានល្បឿនលឿនដែរប៉ុន្តែនៅពេលដែលអ៊ីពូហ្វឹកហាត់ជាមួយនឹងគីមូរ៉ាហ្នឹងគាត់គឺមិនអាចតាមទាន់គីមូរ៉ាបានទេដែលគីមូរ៉ាគាត់ពិតជាមានល្បឿនខ្លាំងមែនតើ
នៅពេលនោះតាកាមូរ៉ាគាត់ក៏បាននិយាយថាអ៊ីពូគឺពិតជាខ្សោយល្បឿនខ្លាំងណាស់បើសិនជាគាត់ចង់បានល្បឿនលឿនឥឡូវនេះមើលជើងរបស់គាត់ធ្វើជាគំរូទៅនៅពេលដែលអ៊ីពូបានឃើញជើងរបស់តាកាមូរ៉ាហើយគឺឃើញថាជើងរបស់គាត់នឹងគឺអត់ល្អទេគឺហើមគឺអីពេញហ្នឹងហើយតាកាមូរ៉ាគាត់ក៏បាននិយាយថាវាគឺជារឿងធម្មតាទេជាមួយនឹងអ្នកហ្វឹកហាត់ដោយសារតែគ្មានអ្នកណាគេចាប់អារម្មណ៍នៅត្រង់ជើងរបស់យើងឡើយបើសិនជាអ៊ីពូចង់បានល្បឿនលឿនអ៊ីពូត្រូវតែហ្វឹកហាត់រហូតដល់ធ្វើឲ្យជើងរបស់គាត់នឹងចាប់ផ្ដើមឈឺឬក៏ចាប់ផ្ដើមហើមនឹងឯងបន្ទាប់មកគីមូរ៉ាគាត់ក៏បានយកជាមួយនឹងកូនបានមួយកេះដើម្បីបោះឲ្យអ៊ីពូដេញចាប់ជាមួយនឹងការហ្វឹកហាត់មួយនេះសឹងតែមួយថ្ងៃពេញអ៊ីពូគាត់ពិតជាហត់ខ្លាំងណាស់ដោយសារតែគាត់គឺរត់ឆ្វេងផងស្ដាំផងដើម្បីឲ្យជើងរបស់គាត់កាន់តែមានល្បឿនលឿនជាច្រើនថ្ងៃកន្លងផុតទៅពួកគេនៅតែហ្វឹកហាត់បែបនេះម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតរហូតដល់ថ្ងៃមួយអ៊ីពូគាត់ក៏អាចរត់ស្មើដៃស្មើជើងជាមួយនឹងពួកគេផងដែរជាច្រើនថ្ងៃកន្លងផុតទៅនេះវាគឺជាថ្ងៃចុងក្រោយដែលពួកគេរស់នៅជាមួយនឹងគ្នាហើយពួកគេក៏បានដុតផែលេងជាមួយនឹងគ្នាផងដែរហើយនៅពេលនោះអ៊ីពូគាត់ក៏បានសួរទៅកាន់តាកាមូរ៉ាថាតើគោលបំណងរបស់តាកាមូរ៉ាគាត់គឺចង់បានអ្វីហើយតាកាមូរ៉ាគាត់ក៏បាននិយាយថាគោលបំណងរបស់គាត់គឺមិនចង់បានជើងឯកទេប៉ុន្តែគាត់គឺចង់បានពានពិភពលោកនៅពេលដែលលើបែបនេះអ៊ីពូគាត់ក៏សម្រេចចិត្តថាដាក់គោលដៅដូចជាតាកាមូរ៉ាដែរតែម្ដងគាត់ក៏ចង់បានពានពិភពលោកដូចគ្នាសាច់រឿងក៏បានកាន់មកកាន់ថ្ងៃស្អែកនៅពេលនេះពួកគេទាំងអស់គ្នាក៏ធ្វើដំណើរមកកាន់ក្លឹបប្រដារបស់ពួកគេវិញហើយនៅពេលនេះវាក៏ជាដំណឹងល្អរបស់តាកាមូរ៉ាដូចគ្នាដោយសារតែនៅពេលនេះគាត់គឺមានឈ្មោះនៅក្នុងការប្រកួតហើយដោយសារតែតាកាមូរ៉ាហ្នឹងគឺគាត់មានគីឡូធ្ងន់អញ្ចឹងហើយគឺកម្ររោដៃគូដូចជាគាត់បានខ្លាំងមែនទែនចំណែកឯអ៊ីពូវិញគាត់ក៏មានឈ្មោះនៅក្នុងការប្រកួតដូចគ្នាដែលគាត់ត្រូវប៉ះជាមួយនឹងបុរសម្នាក់ដែលគាត់មានឈ្មោះថាសូបានៅពេលដែលអ៊ីពូចេញទៅខាងក្រៅបំរុងនឹងទិញទឹកក្រូចយកមកញ៉ាំនៅពេលហ្នឹងគាត់ក៏បានជួបជាមួយនឹងបុរសម្នាក់ហើយមិនដឹងថាបុរសម្នាក់ហ្នឹងមានគោលបំណងអ្វីនោះទេនៅមុខក្លឹបប្រដារបស់គាត់ហ្នឹងនៅពេលដែលបុរសម្នាក់នោះឃើញអ៊ីពូគេក៏បានរត់ចេញតែម្ដងហើយអ៊ីពូគាត់ក៏សម្រេចចិត្តថាដេញតាមបុរសម្នាក់ហ្នឹងប៉ុន្តែការដេញរបស់គាត់ហ្នឹងគឺមិនបានដេញសួរនាំអ្វីទេគាត់គ្រាន់តែយកកាបូបលុយឲ្យទៅកាន់គេវិញតែប៉ុណ្ណោះដោយសារតែបុរសម្នាក់ហ្នឹងគឺបានជ្រុះកាបូបលុយនៅមុខក្លឹបប្រដារបស់គាត់ហ្នឹងឯងប៉ុន្តែមើលទៅកាន់បុរសម្នាក់ហ្នឹងដូចជាខ្លាចអ៊ីពូមិនមិនដឹងនោះទេនៅពេលហ្នឹងអ៊ីពូគាត់ក៏បានចងចាំនៅបុរសម្នាក់ហ្នឹងតែម្ដងដែលគាត់បានសួរថាលោកគឺមានឈ្មោះថាកូបាមែនហើយខ្ញុំក៏សុំទោសផងដែរជាមួយនឹងការហៅឈ្មោះខុសតាមពិតទៅគាត់មិនមែនឈ្មោះស៊ូបាទេគឺកូបាហើយបុរសម្នាក់ហ្នឹងឯងគឺជាគូប្រកួតដែលអ៊ីពូត្រូវប៉ះនៅឯពេលឆាប់នេះហើយមិនដឹងថាកូបាគឺគាត់កាត់អ្វីនោះទេគាត់ក៏បានប្រាប់នៅចំណុចខ្សោយរបស់គាត់ប្រាប់ទៅកាន់អ៊ីពូតែម្ដងថាគាត់គឺមានល្បឿនលឿនប៉ុន្តែគាត់គឺគ្មានកម្លាំងវាយទេនិយាយទៅកម្លាំងដៃរបស់គាត់ដូចអត់បានស៊ីបាយអញ្ចឹងមូលហេតុដែលគាត់ឈ្នះគេ4ដៃជាប់គ្នាហ្នឹងដោយសារតែគាត់គឺវាយគេយកបន្ទុកតែប៉ុណ្ណោះដែលធ្វើឲ្យអ៊ីពូគាត់ក៏រៀនឆ្ងល់ផងដែរហេតុអ្វីបានជាគាត់ប្រាប់ចំណុចខ្សោយមកកាន់អ៊ីពូអញ្ចឹងសាច់រឿងក៏បានកាត់ទៅកាន់ក្លឹបរបស់កូបាវិញនៅពេលនេះយើងក៏បានឃើញជាមួយនឹងកូបាដែលគេកំពុងតែវឹកហាត់ជាមួយនឹងខូចរបស់គេហើយវាគឺដូចជាអ្វីដែលគេនិយាយពិតមែនគេគឺគ្មានកម្លាំងនៅក្នុងការវាយទេនិយាយទៅវាយខូចរបស់គេហ្នឹងគឺមិនឈឺផងហ្នឹងនៅពេលដែលគាត់ហ្វឹកហាត់រួចហើយលោកគ្រូរបស់គាត់ម្នាក់ទៀតក៏បានអញ្ជើញគាត់នៅក្នុងការញ៉ាំរ៉ាមែនផងដែរនៅពេលដែលពួកគេកំពុងតែញ៉ាំលោកគ្រូរបស់គាត់ក៏បានសួរទៅកាន់គាត់ថាតើគាត់មានចំណាប់អារម្មណ៍យ៉ាងណាដែរដោយសារតែថ្ងៃស្អែកនេះគាត់គឺត្រូវប៉ះគ្នាជាមួយនឹងម៉ាកាណូឈីអ៊ីពូហើយចំណែកឯកូបាវិញនៅពេលដែលគាត់បានឮឈ្មោះថាអ៊ីពូភ្លាមដែលធ្វើឲ្យគាត់ហាក់ដូចជាមិនសប្បាយចិត្តនោះទេដោយសារតែគាត់គឺដឹងខ្លួនបាត់ទៅហើយថាគាត់គឺមិនអាចយកឈ្នះអ៊ីពូបានឡើយប៉ុន្តែនៅពេលហ្នឹងលោកគ្រូរបស់គាត់ក៏បានសង្កេតឃើញថានៅពេលនេះជើងរបស់គាត់កំពុងតែញ័រនិយាយទៅគឺញ័រខ្លាំងមែនតើគាត់គឺមិនអាចគ្រប់គ្រងបានទេហើយកូបាគាត់ក៏បាននិយាយថាគាត់គឺមិនដឹងថាមានរឿងអ្វីកើតឡើងទេនៅពេលដែលគាត់បានឮឈ្មោះថាអ៊ីពូភ្លាមគាត់គឺមិនអាចគ្រប់គ្រងជើងរបស់គាត់បានឡើយវាពិតជាគួរឲ្យខ្លាចខ្លាំងណាស់មួយដៃរបស់អ៊ីពូប្រៀបដូចជាបិសាចអញ្ចឹងខ្ញុំគឺមិនដឹងថាខ្ញុំគឺអាចទប់ទល់ជាមួយនឹងគាត់បានឬអត់កុំថាឡើយក៏ទប់ទល់ឲ្យតែខ្ញុំរកបានទៅក៏ល្អដែរហើយខ្ញុំក៏សុំទោសផងដែរជាមួយនឹងការបញ្ចូលសលេងឬសលេងដូចតដិតអញ្ចឹងណាដោយសារតែខ្ញុំគឺនិយាយជាប់មាត់ខ្លាំងពេកបន្ទាប់មកលោកគ្រូរបស់កូបាគាត់ក៏បាននិយាយថាឯងគឺនិយាយត្រូវនៅពេលដែលយើងគឺមិនតស្គាល់ខ្លួនឯងយើងគឺមិនដឹងថាខ្លួនឯងកំពុងតែចូលចិត្តអ្វីមិនចូលចិត្តអ្វីយើងពិតជាពិបាកគ្រប់គ្រងខ្លាំងណាស់អញ្ចឹងហើយឯងគួរតែកុំអស់សង្ឃឹមឯងត្រូវតែស្វែងរកខ្លួនឯងឲ្យឃើញលោកគ្រូគិតថាឯងនឹងអាចយកឈ្នះនៅក្នុងការប្រកួតមួយនេះសាច់រឿងក៏បានកាន់នៅពេលដែលពួកគេទាំងពីរកំពុងតែប្រយុទ្ធគ្នាដោយសារតែនេះវាគឺជាទឹកផ្ដាច់ព្រាត់សាច់រឿងបន្ទាប់ក៏បានកាត់នៅពេលដែលពួកគេទាំងពីរកំពុងតែប្រយុទ្ធគ្នានៅពេលនេះខូបាគាត់មានអារម្មណ៍ថារៀនធូរស្បើយបន្តិចហើយដោយសារតែគាត់គឺស្គាល់ប្រវត្តិអ៊ីពូកាន់តែច្បាស់ថាអ៊ីពូគឺខ្លាំងអីខ្សោយអីចឹងទៅនៅពេលដែលពួកគេទាំងពីរចាប់ផ្ដើមប្រយុទ្ធគ្នាកូបាគាត់ក៏បានលើកដៃរបស់គាត់មកជាហៀងឡើងទៅលើដើម្បីបញ្ឆោតអ៊ីពូ
ប៉ុន្តែអ៊ីពូគាត់គឺមិនបានញញើនោះទេហើយគាត់ក៏បានស្ទុះទៅវាយកូបាម្ដាយតែម្ដងម្ដាយនឹងក៏ធ្វើឲ្យកូបាគាត់ក៏រៀនពីបាទប់ទល់ផងដែរប៉ុន្តែជាមួយនឹងកណ្ដាប់ដៃដតីដែលអ៊ីពូបានវាយមកគាត់នៅតែអាចទប់បានធម្មតាប៉ុន្តែការទប់របស់គាត់នឹងគឺមិនបានរហូតនោះទេនៅពេលនេះដៃរបស់គាត់គឺចាប់ផ្ដើមស្រាញហើយដោយសារតែកណ្ដាប់ដៃរបស់អ៊ីពូនឹងគឺធ្ងន់ខ្លាំងពេកនៅពេលដែលអ៊ីពូស្ទុះចូលបំរុងនឹងវាយកណ្ដាប់មុខរបស់កូបាគាត់ក៏បានចរុញក្បាលអ៊ីពូចេញរួចក៏បានវាយទៅកាន់អ៊ីពូពី3ដៃផងដែរដើម្បីយកបន្ទុកប៉ុន្តែនៅពេលដែលអ៊ីពូបានស្ទុះចូលទៅវាយគាត់ម្ដងទៀតគាត់គឺមិនអាចគេចបានគាត់ក៏បានចាប់អោបអ៊ីពូតែម្ដងដែលធ្វើឲ្យអ្នកមើលពួកគេគឺមិនសប្បាយចិត្តនោះទេរួចក៏បានជេរទៅកាន់កូបាផងដែរប៉ុន្តែកូបាគាត់គឺមិនបានស្ដាប់នៅពាក្យសម្ដីរបស់ពួកគេនោះទេគាត់នៅតែចាប់អោបអ៊ីពូរហូតដល់ទឹកតែម្ដងនៅពេលដែលកូបាគាត់កំពុងតែសម្រាកលោកគ្រូរបស់គាត់ក៏បាននិយាយថាមិនចាំបាច់ស្ដាប់នៅពាក្យសម្ដីមនុស្សទាំងអស់នោះជេរមកកាន់ឯងទេធ្វើអ្វីដែលឯងអាចយកឈ្នះបានទឹកទី2ក៏បានចូលមកដល់នៅពេលនេះអ៊ីពូគាត់គឺមិនតឲ្យទៀតនោះទេគាត់ក៏បានវាយសម្រុកទៅកាន់កូបាដាក់យកតែម្ដងវាយគាត់រហូតដល់ថ្នាក់គាត់ប៉ាងទៅដល់កលៀតមួយនៅពេលដែលអ៊ីពូបំរុងនឹងប្រើស្រែងផាញ់អាប៉ែកូបានឹងក៏បានចាប់អោបអ៊ីពូម្ដងទៀតដែលធ្វើឲ្យអ្នកមើលជេរទៅកាន់គាត់កាន់តែខ្លាំងហើយសាច់រឿងក៏បានចប់នៅត្រឹមនេះផងដែរហើយខ្ញុំគឺចង់ប្រាប់ទៅកាន់គ្នាម្ដងទៀតថាភាគតដែលខ្ញុំផុសគឺអត់បានផុសនៅ channel នេះទៀតទេគឺខ្ញុំនឹងផុសនៅ channel ថ្មីអញ្ចឹងហើយអ្នកទាំងអស់គ្នាកុំភ្លេចចូលទៅមើលម្នាក់មួយផងណា